ចាជួយសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញពីឧបករណ៍ជំនួយដៃតែអូនពូមីងគាត់កើតពិការឬក៏មានបញ្ហាអ្វីមួយដែលអត់អាចកម្រើកដៃដល់ខ្លួនឯងបានណាបងអញ្ចឹងឧបករណ៍នេះសម្រាប់ជំនួយដែលអូនពូមីងគាត់យកទៅគាត់ខ្ញុំមានដៃមួយគូទេបងមានឆ្វេងមានស្ដាំទៅជាឈុតរបស់វាអញ្ចឹងណាហើយមានដៃនេះជាប្រភេទធម្មតាមួយគូទៀតអញ្ចឹងហើយវាមានទៅជាមួយម៉ូទ័ររបស់វាមួយអញ្ចឹងក្នុងឈុតរបស់វាហ្នឹងមានមួយឈុតនៅលើតុហ្នឹងហើយមានសភៅណែនាំមួយទៅជាមួយផងដែរអញ្ចឹងខ្ញុំប្រាប់ពីរបៀបប្រើប្រាស់ដែលអង្គពូមីងយើងយកទៅក្នុងការប្រើប្រាស់តែម្ដងអញ្ចឹងខ្ញុំចាប់ផ្ដើមបើកខាងឆ្វេងម៉ាស៊ីននេះពេលដែលយើងប្រើឆ្វេងយើងដោតទៅមួយឆ្វេងបើយើងប្រើស្ដាំយើងដោតជាមួយស្ដាំអញ្ចឹងខ្ញុំបើកឲ្យអង្គពូមីងមើលនេះនៅពេលដែលនេះវាកញ្ញាំដៃ5របស់យើងអញ្ចឹងណានៅពេលដែលអង្គពូមីងប្រើអង្គពូមីងអាចបិទបើកអានេះក៏បានដែរនៅពេលដែលយើងបិទអញ្ចឹងមានន័យថាយើងធ្វើចលនាតែ4ម្រាមតែ2ម្រាមឬក៏3ម្រាមអញ្ចឹងយើងຕົក2ម្រាមហ្នឹងអត់ឲ្យមានចលនាអញ្ចឹងខ្ញុំនឹងសាកល្បងតេស្តឲ្យអង្គពូមីងមើលទាំងអស់គ្នាអញ្ចឹងខ្ញុំបើកមកចរន្តធម្មតាសិនធម្មតាគឺវាបែបហ្នឹងណាអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ដៃចូលដើម្បីប្រភេទម៉ូទ័រខ្យល់តែអាចបឺតកញ្ញាំដៃឬក៏លាតាមតម្រូវការអញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការពាក់វាខ្ញុំមកបង្ហាញតជូនអង្គពូមីងតែម្ដងដើម្បីអង្គពូមីងស្រួលមើលអញ្ចឹងណាអញ្ចឹងនៅក្រៅប្រទេសគេមានប្រើប្រភេទនេះច្រើនសម្រាប់អង្គពូមីងដែរมันអាចធ្វើចលនាបានដោយខ្លួនឯងឬក៏ពិបាកក្នុងការធ្វើចលនាជាពិសេសអង្គពូមីងដែលកើត stroke គាត់ដោយសារតែលើសឈាមឬអីចឹងនៅដំបូងហ្នឹងយើងដោតលុយសិនដោតលុយទៅអាចប្រើបានណាអង្គពូមីងបងប្អូនដែលយកទៅខែលោកអង្គពូមីងអត់ចេះប្រើចឹងខ្ញុំមកបង្ហាញតជូនអង្គពូមីងមើលតែម្ដងចឹងអាឌុយដែលជាប់នឹងដៃនេះនេះឌុយដែលជាប់នឹងដៃពីរនេះគឺដោតជាមួយនឹងឌុយនឹងតែម្ដងចឹងវាមានប្រឡោះវាដោតនេះចឹងយើងធ្វើការដោតវាមកហើយយើងចុចបើកនេះបងនេះចឹងយើងធ្វើការចុចបើកមកនេះមើលដៃចឹងគឺយើងនេះវាមានអាលានេះរួមចឹងអង្គពូមីងដែលធ្វើចលនាគឺធ្វើបែបហ្នឹងអញ្ចឹងបងប្អូនយកទៅយើងគ្រាន់តែដោតចឹងមកយើងឲ្យគាត់មានចលនាបានដោយខ្លួនឯងទោះជាគាត់នៅលើខែក៏ដោយគាត់អង្គុយក៏ដោយយើងឲ្យគាត់ធ្វើចលនាចឹងទៅណាហើយអានេះផងដែរមានលេខរបស់វាមានពីលេខ1លេខ2លេខ3លេខ4លេខ5រហូតដល់លេខ9លេខ9ហ្នឹងអត់ធំជាងគេទេអត់ធំតែលេខ9ហ្នឹងអញ្ចឹងនេះការចាត់ចលនាដៃមើលឧបករណ៍ខ្ញុំយកឧបករណ៍មួយដើម្បីឲ្យចាប់វាចាប់ចឹងណាវាធ្វើចលនាយឺតព្រោះវាមានសម្ពាធខ្យល់អញ្ចឹងចាំមើលខ្ញុំចាប់កូនបាលេងឲ្យអង្គពូមីងមើលនេះអញ្ចឹងអង្គពូមីងយកទៅធ្វើចលនាប្រចាំថ្ងៃធ្វើឲ្យជំងឺយើងប្រសើរឡើងវិញអញ្ចឹងណាហើយអញ្ចឹងខ្ញុំមកបង្ហាញពីរបៀបបិទបើកកន្លែងនេះដែលខ្ញុំប្រាប់ពីដើមវីដេអូថាអង្គពូមីងអាចបិទវាដើម្បីឲ្យម្រាមមានន័យថាបិទគឺបិទម្រាមអញ្ចឹងនៅពេលដែលវាមានចលនាគឺវាមានចលនាតែពីរនេះឃើញទេអញ្ចឹងមុនហ្នឹងខ្ញុំបានបិទវាពីរនេះអញ្ចឹងវាធ្វើចលនាតែពីរនេះទេម្រាមពីរនេះគឺនៅត្រង់ធម្មតាអញ្ចឹងបើសិនជាយើងចង់បើកវិញយើងបើកវាវិញធម្មតាមកព្រោះថាឥឡូវខ្ញុំទុកប្លុកកណ្ដាលនេះមួយខ្ញុំបើកតែ3ម្រាមទេអញ្ចឹងខ្ញុំបើកខ្ញុំមួលវាមកអញ្ចឹងម្រាមមួយនេះអត់មានចលនាទេអញ្ចឹងអាចមានចលនាតែ3អញ្ចឹងបងប្អូនយកទៅឆ្លាស់ប្រើតាមហ្នឹងទៅតាមស្ថានភាពជាក់ស្ដែងឧបករណ៍នេះដែរប្រើដោយសម្ពាធខ្យល់នេះជាប្រភេទស៊ីយ៉ូសម្ពាធខ្យល់តាក់ទងជាមួយម៉ាស៊ីននេះវាបូមខ្យល់ចុះឡើងអញ្ចឹងណាហើយអញ្ចឹងវាប្រើដោយប្រព័ន្ធតាយ៉ូនេះអញ្ចឹងប្រព័ន្ធតាយ៉ូហ្នឹងជាអ្នកកំណត់ក្តាប់ដៃឬក៏លាដៃអញ្ចឹងណាអញ្ចឹងមួយនេះខ្ញុំបើកវាឡើងវិញដើម្បីឲ្យមានចលនាទាំង4ឡើងវិញអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញអាចឆាតចូល page បានឬក៏មានចម្ងល់អីបន្ថែមអាចសាកសួរព័ត៌មានបន្ថែមតាមលេខនៅខាងចុងវីដេអូនឹងបានអរគុណច្រើន
sa pangkin